ខ្ញុំព្រះអង្គសូមលើកកំបោកអញ្ជលីនមស្ការចំពោះគុណនៃបរតនត្រ័យទាំង3គឺមានគុណព្រះពុទ្ធរតនៈ1គុណបឋមរតនៈ1គុណព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពកាលសូមធ្វើការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូសមាធិធម្មរាជគណៈថ្នាក់ចត្វានិងជាព្រមចារណញាណយិត្តសុខាព្រះមេគុណខេត្តត្បូងឃ្មុំជាទីគោរពសក្ការៈសូមធ្វើការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូសទ្ធាភិញ្ញាណរាជគណៈថ្នាក់កិត្តិយសនិងជាមត្តរធម្មរាំងសីវណ្ណវីព្រះសមគុណខេត្តត្បូងឃ្មុំជាទីគោរពសក្ការៈសូមធ្វើការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូកធម្មអត់ឡាវព្រះវិន័យធរអនុគុណស្រុកពញាក្រែកជាទីគោរពសក្ការៈសូមធ្វើការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូមេត្តានុផាត់រាជគណៈថ្នាក់កិត្តិយសនិងជាឧត្តមរតនញាណមកកំសាន្តព្រះធម្មធរអនុគុណស្រុកពញាក្រែកជាទីគោរពសក្ការៈសូមធ្វើការក្រាបថ្វាយបង្គំចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានៈនៃក្រមព្រះថេរអនុថេរៈគ្រប់ព្រះអង្គចម្រើនពរដល់ញោមញាតជាពុទ្ធបរិស័ទពុទ្ធមេមិកជនទាំងអស់ដែលបានតាមដានស្ដាប់និងទស្សនានៅក្នុងការ live ជាវីដេអូផងហើយនឹងការផ្សាយទៅតាមរលកធាតុអាកាសបវិទ្យុលីសាលីណា SM 100 MHz នៅក្នុងកម្មវិធីសច្ចធម្មទេសនាដែលផ្សាយចេញអំពីទីអារាមដ្ឋានវត្តសាមគ្គីសុខារាមហើយវត្តចររំដេងដែលស្ថិតនៅក្នុងឃុំតាពាំង plong ស្រុកពញាក្រែកខេត្តត្បូងឃ្មុំនៅក្នុងពេលល្ងាចនេះដែរគឺមានវត្តមានរបស់ខ្ញុំបកណ្ណាអាត្មាភាពធម្មមានុរកតមផលិជាព្រះសមុខអនុគុណស្រុកពញាក្រែកនិងក៏ជាប្រជាអធិការវត្តសាមគ្គីសុខារាមហើយវត្តចររំដេងរួមជាមួយនឹងលោកក្មួយធុនធីរាដែលមានប្រវត្តិមាននៅក្នុងវត្តផ្សាយពធហើយឆ្លៀតនៅក្នុងការសម្ដែងពធនេះក៏ធ្វើការថ្លែងអំណរគុណទៅដល់ពុទ្ធបរិស័ទចំណុះជើងវត្តតានីបងណាហើយឈ្មោះញោមលោកឪបានប្រកេននៅបច្ច័យដែលញាតិញោមចូលរួមនៅក្នុងការបង់នៅបវត្តិជុក្នុងការផ្សាយពធបើឲ្យឈ្មោះញោមហ្នឹងគឺអាត្មានឹងអាននៅខាងក្រោយចុងម៉ោងបើហើយជ្រាបញាតិញោមអញ្ចឹងគឺស្រោមសបុតបវត្តិជុនេះនៅពេលដែលពុទ្ធបរិស័ទបានចូលរួមអញ្ចឹងបច្ច័យហ្នឹងយកទៅបង់បវត្តិជុផងហើយបង់ Wi-Fi ផងហើយសល់បច្ច័យពីការបង់បវត្តិជុនិង Wi-Fi គឺបញ្ចូលនៅក្នុងការធ្វើជាចង្ហាន់ប្រសង់ក៏ដូចជាការបង់នៅទឹកភ្លើងបើគិសនីនៅក្នុងទីអារាមដ្ឋាននេះដោយសារតែប្រសង់មានកំណើនទៅដល់ជាង100អង្គនៅក្នុងទីអារាមដ្ឋាននេះប៉ុណ្ណាអញ្ចឹងមានតែការផ្សព្វផ្សាយពធហ្នឹងឲ្យញាតិញោមចូលរួមទាំងអស់គ្នាហើយ500 1000 2000ទៅតាមលទ្ធភាពសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដើម្បីយើងចូលរួមនៅក្នុងការអបស្តូបជួយសង្គ្រោះទៅដល់កម្មាកព្រាកថាបានបងណាហើយសម្រាប់សង្គមខ្មែររបស់យើងគឺមានតែវត្តអារាមទេជាទីពឹងទៅដល់កុលបុត្រនៅក្នុងសង្គមខ្មែររបស់យើងបានបោះសិក្សារៀនសូត្រយកចំណេះចេះដឹងទាំងអស់នេះទៅប្រើប្រាស់ប្រចាំថ្ងៃហើយបើសិនណាបើលោកបានសិក្សារៀនសូត្រថ្ងៃក្រោយខ្លាយទៅជាថ្នាក់ដឹកនាំមានទុននទីជាចៅអធិការមន្ត្រីសង្ឃថ្នាក់ស្រុកថ្នាក់ខេត្តឬក៏មានទុននទីខ្ពស់ជាងនេះឬក៏ត្រឡប់ទៅវិញហ្នឹងធ្វើជាអាចារ្យគណៈកម្មការដឹកនាំពុទ្ធបរិស័ទហ្នឹងក៏ដឹកនាំត្រូវដោយសារតែបានសិក្សារៀនសូត្រជាពិសេសគឺផ្នែកខាងភាសាបាលីភាសាសំស្ក្រឹតក៏ដូចជាការសិក្សាផ្នែកព្រះអភិធម្មព្រះវិន័យទ្រឹស្ដីនៃពុទ្ធសាសនាជាមីគីនៃការប្រតិបត្តិប្រចាំថ្ងៃ
ដឹកនាំពុទ្ធបរិស័ទអញ្ចឹងទៅធ្វើឲ្យសង្គមរបស់យើងនឹងមាននៅសុខសន្តិភាពទាំងផ្លូវកាយទាំងផ្លូវចិត្តបងអញ្ចឹងយើងចូលរួមទាំងអស់គ្នាបងហើយក៏សូមធ្វើការថ្លែងអំណរគុណចំពោះញោមព្រឹទ្ធាចារ្យអុកញុនបានប្រព័ន្ធណាការបង Wi-Fi ក្នុងមួយខែហ្នឹង$10បងណាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសូមឲ្យញោមបាននូវសេចក្តីសុខឯចម្រើនសូមថ្លែងអំណរគុណចំពោះសទ្ធាទឹកចិត្តពុទ្ធបរិស័ទខាងភូមិច្រករំដេងភូមិថ្មីប៉ុណ្ណាព្រះផ្ដៅហើយជាពិសេសនៅម្ដាយនៅខាងព្រះផ្ដៅញោមតងយ៉ននិងក្រុមគ្រួសារកូនចៅហើយបានបវរណាការបូជាភ្លើងក្នុងមួយខែហ្នឹង100000រៀលហើយបង5ខែអស់ចំនួន500,000រៀលប៉ុណ្ណាហើយអ្នកម្ដាយបានស្ដាប់នៅក្នុងកម្មវិធីសច្ចធម្មទេសនៈសូមចាត់ថ្លែងអនុមោទនារួចចាកនៅសេចក្តីទុក្ខទាំងឡាយទាំងពួងសូមធ្វើការថ្លែងអំណរគុណចំពោះញោមយាយពុទ្ធបរិស័ទខាងតាពាំងព្រីងហើយមានអ្នកម្ដាយហនប៉ុណ្ណាព្រមទាំងបុត្រាបុត្រីកូនចៅប្រុសស្រីស្វាមីមានការចូលរួមនៅក្នុងការធ្វើជាចង្ហាន់ប្រចាំខែក៏សូមឲ្យញោមជួបតែសេចក្តីសុខឯចម្រើនហើយសូមថ្លែងអំណរគុណទៅដល់ពុទ្ធបរិស័ទខាងផ្សារជាមន់ប៉ុណ្ណាមានញោមស្រីនីវប៉ុណ្ណានិងពុទ្ធបរិស័ទដែលជាស័ក្តិ5អាចារ្យឬក៏ជាញាតិបធរមានញោមបួយញោមហួយប៉ុណ្ណាបានចូលរួមនៅក្នុងការឧបត្ថម្ភគាំទ្រនៅក្នុងការទំនុកបំរុងប្រសង់នៅក្នុងទីអារាមដ្ឋាននេះព្រោះហើយពុទ្ធបរិស័ទបានចូលរួមហើយគ្រប់ស្រុកគ្រប់សង្គមគ្រប់តំបន់ប៉ុណ្ណាញោមឮដល់ណាប៉ុណ្ណាថ្លែងអំណរគុណពុទ្ធបរិស័ទជួបតែសេចក្តីសុខឯចម្រើនបងនៅក្នុងកម្មវិធីសច្ចធម្មទេសនៈដែលពុទ្ធបរិស័ទបានរីករាយស្ដាប់និងទស្សនាតកតងទៅនឹងការសម្ដែងទៅលើមង្គលសូត្របងហើយសាមញ្ញគឺបានសម្ដែងតកតងទៅនឹងការឃើញច្បាស់នៅព្រះនិព្វាននៅពេលអ្នកសច្ចកិរិយាចអេតាមង្គលមុត្តមង្គការឃើញច្បាស់នៅព្រះនិព្វានហ្នឹងគឺជាមង្គលដ៏ឧត្តមឧត្តមនៅក្នុងលោកសម្រាប់យើងអ្នកកាន់នៅពុទ្ធសាសនាហើយការឃើញច្បាស់ហ្នឹងគឺប្រកបទៅដោយញាណអង្គធម៌បានទៅដល់បញ្ញាហើយបញ្ញានេះវាតទៅយើងនឹងបានសិក្សារៀនសូត្របានខ្សែផ្គប់ជាពិសេសគឺដើរតាមមគ្គបដិបទានៅក្នុងពុទ្ធសាសនាមានសមាទិដ្ឋិការយកឃើញត្រូវការយកឃើញត្រូវតែតទៅនឹងការយកឃើញត្រូវនេះវាតទៅយើងនឹងបានសិក្សានៅក្នុងបរមត្ថធម៌នឹងឲ្យបានច្រើនបងទៅលើលោកនេះទ្រឹស្ដីច្រើនណាស់បងជម្រាបញាតិញោមប្រកេនទៅដល់បថេរនុថេរៈប្រសងគ្រប់ព្រះអង្គអញ្ចឹងទ្រឹស្ដីច្រើនមែនទែននៅក្នុងលោកតាំងពីសម័យមុនពុទ្ធកាលនោះក៏មានទ្រឹស្ដីច្រើនដែរដោយតកតងទៅនឹងសាសនាហិណ្ឌូឬក៏សាសនាព្រាហ្មណ៍ហ្នឹងក៏ជាសាសនាកើតមុនពុទ្ធសាសនាដែរសម្បីតែប្របាទសទ្ធោទនៈក៏ដូចជាដូនតារបស់ព្រះសម្មាសម្ពុទ្ធបរិជាមុនហ្នឹងក៏ការគ្រប់គ្រងប្រទេសហ្នឹងច្បាប់លក្ខណៈនៃការគ្រប់គ្រងប្រទេសយកមកគ្រប់គ្រងដែនរបស់ខ្លួនហ្នឹងគឺសិតសឹងប្រសូតចេញអំពីនៃលទ្ធិនៃសាសនាព្រាហ្មណ៍ទាំងអស់បងហើយមកដល់សម័យយើងយុគៈសម័យក្រោយនេះបងយុគៈសម័យក្រោយនេះដូចជាសតវត្សក្រោយដូចតកតងទៅនឹងទី16ទី17ក្រោយនេះវាមានអ្នកប្រាជ្ញប្រចាំលោកហ្នឹងដូចមានហង្សារ៉ូសូហើយប៊ីតកឺជាដើមហ្នឹងជាអ្នកបង្កើតនៅទ្រឹស្ដីមួយទៀតតកតងទៅនឹងកិច្ចសន្យាសង្គមអញ្ចឹងកិច្ចសន្យាសង្គមហ្នឹងមានន័យថា
មនុស្សទាំងអស់នៅលើលោកផែនដីនឹងមានសិទ្ធិនៅក្នុងការរួមចំណែកការកាន់កាប់នៅដីធ្លីបង្កើតច្បាប់ទម្លាប់នឹងក្រៅពីប្រព័ន្ធនៃការគ្រប់គ្រងបែបលក្ខណៈលទ្ធិសាសនាតែបើយើងកលេទាញចេញអំពីថយក្រោយពីសតវត្សទី16 17ហ្នឹងថយក្រោយវិញជាពិសេសសម័យកាលនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងនៅក្នុងលោកហ្នឹងភាគច្រើនការគ្រប់គ្រងរដ្ឋការគ្រប់គ្រងប្រទេសការគ្រប់គ្រងដែនគឺយកច្បាប់សាសនានោះទៅគ្រប់គ្រងតែម្ដងបាទគ្រប់គ្រងតែម្ដងអញ្ចឹងមានន័យថាបើសិនណាបើបុគ្គលនឹងកើតនៅក្នុងតកូលក្សត្រកើតមកមានយុស័កមានសិទ្ធិនៅក្នុងការកាន់កាប់ដីធ្លីអញ្ចឹងទៅបើកើតនៅក្នុងកំណើតព្រាហ្មណ៍មានប្រាក់ខែរៀនមុនច្បាប់ទម្លាប់នៅក្នុងលទ្ធិនៃសាសនាព្រាហ្មណ៍ហ្នឹងមានតំណែងទៅជាបរិជ្ជគ្រូឬក៏ប្រោហិតឬក៏បរិយាមាត្រឬក៏ឧបរាជអញ្ចឹងទៅហើយបើសិនណាបបកូននឹងកើតនៅក្នុងតកូលវេស័កអ្នករស់ស៊ីអញ្ចឹងអត់មានសិទ្ធិនៅក្នុងការគ្រប់គ្រងប្រទេសទេអត់មានសិទ្ធិនៅក្នុងការធ្វើកិច្ចការងារនៅក្នុងរដ្ឋទេហ្នឹងគិតតែប្រកបមុខរបររស់ស៊ីអញ្ចឹងទៅហើយចំណែកបកលខ្លះកើតនៅក្នុងកំណើតតកូលមួយទៀតតកូលសូត្រៈតកូលសូត្រៈហ្នឹងគឺតកូលទេសកលហើយប្រទេសយើងក៏មានដែរក៏មានទេសកលហ្នឹងដែរមុនសម័យបារាំងចូលមកគ្រប់គ្រងទឹកដីខ្មែររបស់យើងហ្នឹងយើងនៅមានទេសកលហ្នឹងដែរតែដល់ពេលបារាំងមកគ្រប់គ្រងអញ្ចឹងទៅបារាំងហ្នឹងក៏បានលុបបំបាត់នៅរបបទេសភាពប៉ុណ្ណាអត់ឲ្យមាននៅទេសកលអញ្ចឹងទេអញ្ចឹងសម័យពុទ្ធកាលមានអញ្ចឹងដែរញាតិញោមបើកើតនៅក្នុងកំណើតហ្នឹងហើយកើតមកហ្នឹងអត់មានសិទ្ធិនៅក្នុងការកាន់កាប់នៅដីធ្លីហ្នឹងទេទៅហើយសម័យបច្ចុប្បន្នហ្នឹងនៅក្នុងប្រទេសឥណ្ឌាក៏នៅមានដែរប៉ុណ្ណាតកូលហ្នឹងក៏នៅមានអញ្ចឹងដែរអត់មានសិទ្ធិនៅក្នុងការកាន់កាប់ដីធ្លីទេហើយការគ្រប់គ្រងរៀបចំអាពាហ៍ពិពាហ៍ក៏ដូចគ្នាអញ្ចឹងដែរអត់មានសិទ្ធិយកគ្នាធ្វើជាប្រយោជន៍ទេបើតកូលព្រាហ្មណ៍យកព្រាហ្មណ៍គ្នាឯងអញ្ចឹងទៅបើតកូលក្សត្រអភិសេករៀបចំមង្គលការអាវាហវាឬក៏អាពាហ៍ពិពាហ៍ជាមួយនឹងតកូលដូចគ្នាអញ្ចឹងទៅបងមានការកាត់ផ្ដាច់អញ្ចឹងបងនឹងតកតងទៅនឹងការគ្រប់គ្រងនៅក្នុងប្រទេសចឹងហើយដល់ពេលដែលព្រះសម្មាសម្ពុទ្ធសទ្ធត្ថកុមារនៅពេលដែលព្រះអង្គបានចាកចេញពីបរិជ្ជនិវេសព្រះអង្គបានរកឃើញនៅមុខធម៌ត្រាស់ដឹងទៅជាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទៅជាបុគ្គលឯកនៅក្នុងលោកឃើញនៅអរិយសច្ចៈដោយព្រះអង្គឯងដោយសារតែព្រះអង្គបានបំពេញនៅបុណ្យបារមីនឹងច្រើនឃើញនៅបេះដូងនៃពធហ្នឹងគឺមគ្គបដិបទានៅក្នុងការចាក់ចេញអំពីសេចក្តីទុក្ខទាំងឡាយទាំងពួងឃើញទេអញ្ចឹងហើយបានព្រះអង្គបានប្រកាសសម្ដែងនៅអរិយសច្ចៈនឹងហើយបានព្រះអង្គរៀបចំក៏ដូចជាការទូមានព្រះបដៅសពសត្វតនិកទាំងអស់ទាំងសត្វបរិសន្ធិកើតនៅក្នុងកំណើតអបាយភូមិទាំងសត្វកើតកំណើតនៅក្នុងកាមភូមិរូបភូមិអរូបភូមិនឹងព្រះអង្គបានសម្ដែងហើយប្រសូតចេញអំពីព្រះអូសរបស់ព្រះអង្គមកបានចងក្រងទៅជាច្បាប់ក្បួនខ្នាតនៅក្នុងការដឹកនាំព្រានបដៅតាមរយៈសាវករបស់ព្រះអង្គក្រោយៗចងជាកាពីអញ្ចឹងមកអញ្ចឹងបើសិនណាបើយើងបានស្ដាប់មានការអនុវត្តប្រតិបត្តិទៅតាមគោលការណ៍នៃមង្គលទាំង38ប្រការនេះឈ្មោះថាយើងនឹងបាននៅសេចក្តីសុខហើយបើទោះបីតែយើងមិនបានត្រាស់ដឹងទៅជាព្រះអរិយបុគ្គលមានឋានៈសោតាបានសកតេគាមិបានឬក៏អនាគាមិបានអរហត្តផលទេអរហត្តមគ្គទេគឺក៏យើងបានសុខនៅក្នុងផ្លូវចិត្តនឹងដែរបងនោះគឺតកតងទៅនឹងការឃើញច្បាស់ហើយការឃើញច្បាស់នៅព្រះនិព្វាននោះវាតតែយើងនឹងដើរតាមយុគលបាតរបស់ព្រះអង្គហើយយុគលបាតរបស់ព្រះអង្គហ្នឹងគឺមគ្គបរិបទានឹងហើយអថង្គិកមគ្គទាំង8នឹងហើយសមាទិដ្ឋិ
ការយកឃើញត្រូវសមាសង្កបោការទេរៀនត្រូវសមាវាចាការនិយាយត្រូវសមាវាចាសមាកមន្តោការងារត្រូវយ៉ាងម៉េចមិនសម្លាប់ដកហូតយកអាយុជីវិតអ្នកដតីរាប់តាំងអំពីសត្វទេរឆានចឹងទៅមិនលួចទ្រព្យសម្បត្តិអ្នកដតីមិនប្រព្រឹត្តនៅក្នុងភរិយាកូនចៅអ្នកដតីមិននិយាយកុហកមិនក្រេបនៅគ្រឿងសង្វឹងជាដើមបងហ្នឹងគឺការងារត្រូវមិនជួញដូរថ្នាំពឹសមិនលក់នៅគ្រឿងសត្រាវុធឃើញមានច្រើននៅក្នុងហ្នឹងមិនជួញដូរនៅមនុស្សជាដើមអញ្ចឹងទៅហ្នឹងគឺស្ការងារត្រូវបងហើយបច្ចុប្បន្នក៏បានសុខហើយក៏ជាបុណ្យបារមីនឹងទៀតបងសមាវិជ្ជាសមាកមន្តោសមាវិយាមោការព្យាយាមត្រូវហើយការព្យាយាមត្រូវនោះវាព្យាយាមនៅក្នុងកិច្ចការងារទាំងអស់ហ្នឹងបងសមាវិយាមោនោះគឺការព្យាយាមត្រូវមើលសមាវិយាមោសមាសតិការរលឹកត្រូវរលឹកនៅក្នុងសតិប្បដ្ឋាន4ហ្នឹងកាយានុបស្សនាសតិប្បដ្ឋានហើយវេទនានុបស្សនាសតិប្បដ្ឋានចិត្តតានុបស្សនាសតិប្បដ្ឋាននិងធម្មនុបស្សនាសតិប្បដ្ឋានហ្នឹងបើមានពេលមានឱកាសអាត្មានឹងសម្ដែងតកតងទៅនឹងសតិប្បដ្ឋានព្រោះនោះឲ្យបានក្បោះក្បាយបានច្រើននៅក្នុងផ្នែកនៃបរមត្ថធម៌បងហើយបើនៅក្នុងរាត្រីនេះគឺសម្ដែងតកតងទៅនឹងប្រសូតអញ្ចឹងទៅគឺជាចេញអំពីធម៌ខ្លឹមឲ្យមកស្រាលព្រោះតែប្រសូតគឺសម្ដែងភាគច្រើនគឺទាញចូលនៅក្នុងសង្គមនឹងឲ្យបានច្រើនតែក្នុងបរមត្ថធម៌គឺមានការសម្ដែងហ្នឹងស៊ីជម្រៅមែនតើចឹងឲ្យតតែយើងដើរតាមចក្របារព្រះអង្គហ្នឹងមានសមាទិដ្ឋិសមាសង្កបោសមាវិជ្ជាសមាកមន្តោសមាវិជ្ជាមោសមាទិដ្ឋិហើយនឹងសមាសមាធិការតម្កល់ចិត្តឲ្យត្រង់ការតម្កល់ចិត្តហ្នឹងឲ្យនឹងធឹងឲ្យស្ងប់រងាប់ទៅជាឯកកតាហ្នឹងគឺចិត្តស្ងប់តែមួយញាតិញោមហើយមិនសមាធិហ្នឹងឃើញនេះឃើញនោះអីទេគឺធ្វើយ៉ាងម៉េចចិត្តហ្នឹងឲ្យស្ងប់ឲ្យទៅជាសមថៈព្រោះណាសមថៈហ្នឹងគឺឲ្យស្ងប់ហ្នឹងបាននៅសេចក្តីសុខហើយទៅស្ងប់ចិត្តហើយគឺបានសេចក្តីសុខហើយបងលែងកវល់កវាយគ្រប់បែបយ៉ាងចឹងហើយបាននៅក្នុងការឃើញនឹងអង្គធម៌បានទៅដល់បញ្ញាបងអង្គធម៌បានទៅដល់បញ្ញាឃើញនៅព្រះនិព្វានហើយព្រះនិព្វានហ្នឹងគឺព្រះអង្គសម្ដែងថាមាន2ក៏មាន3ក៏មានដែរបងហើយមានពេលហ្នឹងគឺទី1គឺសឧបាទេសសនិព្វានមានន័យថាការរលត់កិលេសមានបញ្ញខណ្ឌនៅសល់អញ្ចឹងកិលេសនៅក្នុងសន្តានចិត្តរបស់បុគ្គលដែលជាព្រះអរហន្តហ្នឹងមានព្រះសម្មាសម្ពុទ្ធជាប្រធានហ្នឹងបងលោភៈទោសៈមោហៈហ្នឹងគឺលែងមានហើយបងហើយសំបីតែតួនៃមហាកុសលហ្នឹងក៏អត់មានដែរបងដោយថ្មបានជម្រាបប្រកេនជម្រាបជូនដល់ពុទ្ធបរិស័ទអញ្ចឹងថាព្រះអរហន្តលោកមាននៅកិរិយាចិត្តរបស់លោកមិនមែនជាកុសលហើយក៏មិនមែនជាអកុសលដែរជាកិរិយាចិត្តឬក៏ជាអព្យាកតាធម្មាឬធម្មកតាអព្យាកតាធម្មាហើយសួរថាតើកិរិយាចិត្តនឹងចិត្តយ៉ាងម៉េចហើយសម្រាប់យើងពុទ្ធជននឹងពិបាកនៅក្នុងការអត្ថាធិប្បាយបញ្យល់ទៅដល់ពុទ្ធបរិស័ទណាបងហើយយើងជាពុទ្ធជនហើយទៅបកស្រាយចិត្តរបស់ព្រះអរហន្តហ្នឹងគឺពិបាកណាស់បងហ្នឹងគឺជំរាបញាតិញោមពុទ្ធបរិស័ទគាត់បានជ្រាបបងណាបានជ្រាបហើយនៅពៀនទី2នោះគឺអនុបាទិទេសនិព្វានមានន័យថាការរលត់កិលេសมันមានបញ្ចខណ្ឌនៅសល់ហើយបញ្ចខណ្ឌញាតិញោមដឹងស្រាប់ហើយគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងគឺអត់មាននៅក្នុងលោកទៀតទេបងគឺការរលត់ហើយការបូជាប្រសពរបស់ព្រះអង្គហ្នឹងទៅជាបំណែកតូចហើយតទៅនឹងវេទនាសញ្ញាសង្ខារនិងវិញ្ញាណរបស់ព្រះអង្គហ្នឹងក៏ប្រៀបបានដូចជាក្របធញ្ញជាតិដែលអស់នៅចិត្តជ័រអញ្ចឹងលេចដោះអញ្ចឹងទៅបង
ហើយនៅពៀនមាន3នោះគឺទី1គឺសញ្ញតនិព្វានមានន័យថាការរលត់អស់ចាកកិលេសនិងខណ្ឌ5គ្មានអ្វីសល់នៅឡើយក៏អស់ទាំងកិលេសអស់ទាំងខណ្ឌទី2គឺអនិមិត្តនិព្វាននេះការរលត់មិនមាននិមិត្តជាគ្រឿងសម្គាល់រូបរាងសន្តានពណ៌សម្បុរវណ្ណៈយ៉ាងណាឡើយហើយទី3គឺអបនិហិតនិព្វានការរលត់មិនមានអារម្មណ៍ដែលគួរប្រាថ្នាដោយលោភៈទេហើយគ្មានតណ្ហាដែលជាតួខ្លួនត្រូវការនៅឡើយក្នុងព្រះនិព្វាននោះដែរបងហ្នឹងគឺនៃសេចក្តីហ្នឹងទៅមួយគឺអស់នៅលោភៈអស់នៅទោសៈអស់នៅមោហៈអស់នៅអលោភៈអស់នៅអទោសៈអស់នៅអមោហៈបងហ្នឹងគឺព្រះនិព្វានគឺមានលក្ខណៈបែបអញ្ចឹងតើតើទៅនឹងនិព្វាននឹងដែរព្រះអង្គសម្ដែងថាមានគុណនឹងច្រើនមែនទែនប៉ុណ្ណាមានគុណច្រើនមែនទែនមានរហូតដល់32ប្រការឬក៏32យ៉ាងនឹងគ្រាន់តែការសម្ដែងផ្ដើមនៅក្នុងកម្មវិធីឲ្យពុទ្ធបរិស័ទបានជ្រាបទី1គឺអជាតិអបរិសេធៈបរិសេធព្រះនិព្វានហ្នឹងគឺមិនមានជាតិកំណើតប៉ុណ្ណាអាជាតិហ្នឹងគឺមានន័យថាព្រះនិព្វានហ្នឹងមិនមានជាតិកំណើតបានសេចក្តីថានៅពេលណាបុគ្គលបានត្រាស់ដឹងទៅជាអរហត្តផលហើយបានចាត់រួចស្រឡះចាអំពីលោភៈទោសៈមោហៈអលោភៈទោសៈមោហៈហើយទៅកាន់ទៅដល់ព្រះនិព្វានហ្នឹងគឺអត់មានកំណើតទៀតទេសោះសូន្យទៅទេប៉ុណ្ណាសោះសូន្យទៅទេតែម្ដងហើយទី2អចរិយព្រះនិព្វានមិនចេះចាស់គំគ្រាឡើយហើយទី3អព្យាធិព្រះនិព្វានគ្មានជំងឺបៀតបៀនទេទី4និព្វយៈព្រះនិព្វាននឹងគ្មានទុក្ខភ័យអ្វីឡើយទី5គឺអសង្កតៈព្រះនិព្វានពុំមានបច្ច័យតតែងបច្ច័យតតែងនេះគឺបានទៅដល់កម្មជាកុសលកម្មជាអកុសលហ្នឹងអាចធ្វើឲ្យសត្វមានការចុតិបរិសន្ធិក៏ប៉ុន្តែនៅពេលដែលចិត្តរបស់ព្រះអរហន្តទាំងឡាយលោកបានសម្រេចខ្លាយខ្លួនទៅជាព្រះអរហន្តហើយគឺលែងមានបច្ច័យតតែងទៀតហើយទី6គឺភវៈផន្តៈព្រះនិព្វានទម្លាយនៅត្រៃភពចោលចេញបើកាមភពរូបភពអរូបភពហ្នឹងគឺអត់មានទៀតទេបើអត់មានទៀតទេហើយទី7សុខៈព្រះនិព្វានជាឋានបរមសុខយ៉ាងក្រៃលែងលះស្ថាននានាបើហ្នឹងចាំញាតិញោមសម្រាប់ធរខ្លួនឯងដឹងហ៎8សីតៈព្រះនិព្វានជាទីកន្លែងដ៏សែនត្រជាក់ត្រជុំប៉ុនប្រមាណនឹងគ្រាន់តែជាការឧបមាប៉ុណ្ណាការឧបមានៅក្នុងឋានព្រះនិព្វាននឹងទី9ខេមៈព្រះនិព្វានជាស្ថានដ៏ក្សេមក្សាន្តបំផុតលើសត្រៃភពហើយត្រៃភពហ្នឹងញាតិញោមដឹងហើយកាមភពរូបភពអរូបភពអញ្ចឹងកាមភពវាមាន11ជាន់រូបភពមាន16ជាន់និងអរូបភពមាន4ជាន់អញ្ចឹងការចុតិបដិសន្ធិរបស់សត្វអាស្រ័យទៅតាមនឹងហើយបើយើងបានប្រព្រឹត្តនៅធម៌ជាតួនៃមហាកុសលច្រើនអាហ្នឹងបានកើតកំណើតជាមនុស្សហើយនឹងកំណើតទេវតា6ជាន់អញ្ចឹងទៅហើយបើសិនណាប្រព្រឹត្តនៅអកុសលធម៌ច្រើនហ្នឹងវាមានឋាន4នៅក្នុងកាមភពហ្នឹងមានរូបប្រែអសុរកាយតិរិឆានអញ្ចឹងទៅតែសម្រាប់សត្វណាដែលបានចម្រើននៅរូបឈានមានបឋមឈានទុតិយឈានតតិយឈានចតុតឈានបញ្ចមឈានអាហ្នឹងគឺការចុតិបដិសន្ធិរបស់សត្វហ្នឹងបដិសន្ធិនៅក្នុងឋានរូបព្រំ16ជាន់ហើយបើសត្វណាដែលបានសម្រេចពិចារណានៅក្នុងអាកាសានញ្ចាយតនឈានវិញ្ញាណញ្ចាយតនឈានអកញ្ចញ្ញាយតនឈាននៃវសញ្ញានីសញ្ញាយតនឈានអាហ្នឹងគឺឋានអរូបព្រំ4ជាន់ហ្នឹងសម្រាប់ការចុតិបដិសន្ធិរបស់សត្វនោះបើអញ្ចឹងចូលរៀបញាតិញោមអញ្ចឹងយកឋានទាំង3ហ្នឹងកាមភពរូបភពអរូបភពហ្នឹងដាក់នៅលើបាតដៃហើយគោះវាដែលខ្លួនឯងដំណើរនៃការទៅកាន់ចាក់ចេញពីសបកកាយចាស់ទៅកាន់សបកកាយថ្មីតើគួរប្រព្រឹត្តធម៌ណាទៅតាមការគួររបស់ពុទ្ធបរិស័ទបើហើយគ្មានបុគ្គលណាមួយអាចទៅតាមយើងបានទេមានតែខ្លួនយើងទេដែលជាអ្នកដើរទៅកាន់ភពដតីទៀតភរិយាប្រពន្ធកូនទ្រព្យសម្បត្តិទាំងអស់ហ្នឹងគ្រាន់តែជាការសន្មត់
នឹងនៅក្នុងបរមត្ថធម៌មានការសម្ដែងអញ្ចឹងបងហើយសម្រាប់ទី10នោះបងណាតាណៈប្រណិពានជាទីពឹងនៃព្រះអរិយបុគ្គលទាំងឡាយដោយបងបាសកអង្គតង់បានសម្ដែងពីរាត្រីសមិញអញ្ចឹងថាប្រណិពានហ្នឹងបងជាទីពឹងឬក៏ជាអារម្មណ៍របស់ព្រះអរិយបុគ្គលទាំងឡាយមានសិក្ខបុគ្គលដែលលោកបានសម្រេចសោតតាមបតិផលសក្កទានិងអនាគាជាអារម្មណ៍នៅក្នុងការចម្រើននៅមគ្គផលហើយទី11គឺលេនអ្នកប្រណិពានជាទីលាក់ពួនអំពីស្ដេចមច្ចរាជបើហ្នឹងគ្រាន់តែជាការសន្មតទេបងណាហើយតើញោមបានសម្រេចធម៌ខ្លួនឯងទី12គឺនិច្ចៈប្រណិពាននឹងទៀងទាត់មិនចេះប្រែប្រួលឡើយបើมันកើតมันស្លាប់មានន័យថាបើអស់សោះសូន្យទៅហើយដូចជាខ្យល់ឧបមាណាញោមណាឧបមាដូចជាខ្យល់អញ្ចឹងបើគ្មានរូបគ្មានក្លិនគ្មានពណ៌ឲ្យទៅប្រែប្រួលមកទៀតបើ13គឺអចលៈប្រណិពានគ្មានកម្រើកដោយលោកធម៌បើតើតើទៅនឹងលោកធម៌ញាតិញោមនឹងស្រាប់ថាតើតើលោកធម៌មានលៀបអត់លៀបមានយុះអត់យុះសរសើរនិន្ទាសុខទុក្ខបើព្រះអរហន្តទាំងឡាយទាំងពួងលោកសង្កត់ទាំងអស់ហ្នឹងគេទៅសើក៏លោកមិនត្រេកអរដោយលោកជួបនៅសេចក្តីទុក្ខដោយព្រះមហាមុគលានដែលត្រូវពពួកចោលចំនួនប្រហែល500អង្គ500នាក់ពួកទេរថីណាមកវាយបំបែកមកកាប់មកទាត់មកធាក់មកវាយគ្រប់បែបយ៉ាងហ្នឹងដោះនៅទុក្ខវេទនាជាដរាបក៏ប៉ុន្តែអត់សង្កត់នៅសេចក្តីទុក្ខនឹងបានអត់មានអារម្មណ៍តូបណ្ដោះបដិខៈការថ្នាំងថ្នាក់ចិត្តជាមួយនឹងពួកទេរថីទាំង500នាក់ហ្នឹងគឺអត់ទេអត់មានទេបងហ្នឹងគឺជារៀបយន្តពុទ្ធបរិស័ទអញ្ចឹងហើយអត់ជាប់ចម្ពាក់នៅរឿងរ៉ាវទាំងអស់ហ្នឹងហើយយើងគេទៅសើចូលដែរអញ្ចឹងទៅហើយបើគេប្រអាប់ខឹងដែរអាហ្នឹងវាលក្ខណៈអញ្ចឹងខ្ញុំបោះជាវិខុសង្ឃអាហ្នឹងក៏ដោយអាត្មាភាពក៏ដោយបងណាហើយទៅសើដូចយើងចូលដែរអអញ្ចឹងដែរហើយបើប្រអាប់តែមានអារម្មណ៍មួយថាដូចតោមកដល់ខឹងអញ្ចឹងដែរដោយសារតែធ្វើចិត្តមិនទាន់បានដឹងខ្លួនឯងអញ្ចឹងដែរបងនៅពេលបានសិក្សាធម៌ទៅថឹងខ្លួនឯងមិនទាន់អស្ចារ្យនៅឡើយទេនៅជាពុទ្ធជនធម្មតាដូចពុទ្ធបរិស័ទយ៉ាងដែរក៏ប៉ុន្តែគឺបុណ្យបារមីទន្សំហ្នឹងវាបានច្រើនជាងញោមបន្តិចដោយសារតែនៅចេះការដកហូតយកអាយុជីវិតអ្នកដទៃហ្នឹងមកធ្វើជាអាហារហ្នឹងក៏អត់ដែរបានប្រព្រឹត្តដែរអាហ្នឹងវាបុណ្យអញ្ចឹងដែរបងហ្នឹងគឺជម្រាបពុទ្ធបរិស័ទអញ្ចឹងថាព្រះអរហន្តរឹកបានដល់ព្រះនិព្វានហ្នឹងគឺមិនកម្រើកដោយលោកធម៌ទេហើយ14នោះគឺធវៈសសតៈប្រណិពាននឹងទៀងប្រកបប៉ុណ្ណាទៀងប្រកបហើយ15អវត្តសង្សារប្រណិពានគ្មានវិលត្រឡប់ដូចអាត្មាជ្រាបចឹងគ្រាន់តែជាការឧបមាទេហើយនៃសេចក្តីនឹងប្រហែលតែគ្នាអញ្ចឹង16សុខៈមន្តនៈប្រណិពាននឹងញោមញីនៅសេចក្តីសុខក្នុងមនុស្សលោកនិងទេវលោកបើសំបីតែពួកព្រំពួករូបព្រំអរូបព្រំនោះក៏ស្ថិតចូលនៅក្នុងពពួកទេវលោកនឹងដែរទាំងពួកទេវតានោះក៏ស្ថិតចូលក្នុងទេវលោកនឹងដែរបើហើយអត្តន័យនេះគឺថាមិនកើតនៅក្នុងកំណើតទាំងអស់នឹងទេ17ឧត្តមៈបណ្ណាឧត្តមត្តនៈប្រណិពាននឹងញោមញីនៅសេចក្តីអត់ឃ្លានបើសេចក្តីអត់ឃ្លានហើយទាំងការត្រេកត្រអាលនៅក្នុងកាមហ្នឹងហើយក៏ឃ្លានដែរហើយអាហារហ្នឹងក៏ឃ្លានដែរអត់សង្កត់នៅសេចក្តីទាំងអស់ហ្នឹង18បេបាសញ្ញនៈយៈប្រណិពានហ្នឹងបន្តបងនៅសេចក្តីស្រេកហើយសេចក្តីស្រេកហ្នឹងញាតិញោមនឹងស្រាប់ហើយគឺរាគៈការប្រាថ្នាចង់បាននៅកាមគុណលោភៈការចង់បានខ្ពស់ហួសប្រមាណហ្នឹងទាំងអស់ហ្នឹងគឺបុគ្គលដែលបានដល់ព្រះនិព្វានហើយលែងត្រូវការរបស់ទាំងអស់ហ្នឹងហើយបង19អនាលយៈប្រណិពានហ្នឹងមិនមានអាល័យបើណាមិនមានអាល័យមានន័យថាមិនសំណោះសំណោកក្នុងភពតូចនិងភពធំហ្នឹងឯទេ20គឺសមុខាដវត្តតថេសៈប្រណិពានដកនៅទោសដែលដោតជាប់នៅក្នុងដួងចិត្ត
đôi đo nơi pư pô tranh đôi chân nó ai cả miền nơi bờ địa khẹ cả thằng chất cả khang crowd cho môi đường này đặt tay cả khang crowd nơi Vietnam bỏ luôn cả khang crowd sọt chất nơi khung rừng rào từng ngọn nắng cứ ai sọt chất đằng bàn mình tô mình học mình khang crowd đôi nhẹ đặt tay bỏประกอบในบ้านสปรายตัวจะปราร้อนเคยในแปลนเปลี่ยนนั้นเลยจบจะเปียตั้งอ่อนนังไห้เปล่านะอ่างทอประเดแค่ตัวสะมูลจัดจมวยนังโมหะมูลจัดนั่นคือโลกเลยเมียนไห้เปล่ามาเผยมวยวิสังขาระแปลนเปลี่ยนประชาสังขาคือเนียมหนึ่งรูปไอเนียมหนึ่งรูปบางอย่างยงปวดบอสัตคันปรามบ่อยเยอะใบใจตัวจะปีรูปเมียนเกษาสโลมีโรมข้างกระเจาะตันตาเป็นตะเจ้าสบายมังสังสัจอย่างฮาโรตะไซอัดเทจังอัดเทมินจังคู่ขนมเชิงนึงมาขนมครูนบ่เยิงนึงเอาไว้ในปากบ้านสนามอทารูปปนะสำหรับเนี่ยมาทัวไว้คือเวทเนียกาซอยรำกาซอยรำจิตซอกกาซอยรำจิตตกกาสบายเรียได้จีซอมันนัวไอกาอันตุนจัดนึงประเดี๋ยวแค่นึงคือโตมันนัวไอ้ตัวใบแต่เมียนเรื่องรายนาก็ได้ก็ได้มันควายถวยจะทอมมาได้ยังcái mấy cái mấy thứ phồng tăng phồng lư nó là nó chặt bờ cồn nó Obama đôi chiều pe khà chắc biết tận này tầng pram nó trên này mà thò và nó trên này mà thò hơi tạ tông tận năng sai nha ca sầm qua cả đăng rương ra cướp bài giang nó có trên này mà thò đây nó là không chết được sắc tầng hai sập pi đuống đo với tận này sai nha chỉnh đấy cái mối chẳng ấy nó sau hai sập đuông tiết ở nó thất trôn là không sang kha là thòไอ้ตัวยันยงปุตบอสัตบานศักษาบรมัดบานสรุนใหญ่ขนี้ยันยงสลับเถอะอายุลในขนมสังขาเปิดในขนมสังขาระทอนั้นดอตายเนียมปีจันดีในขนมเจตสักต่างหาสปีนั้นดอกวิตเนียสัญญาจันซอประมาณคือหนึ่งนงไงไอ้เมื่อเจ็ดคือวิญญาณเปิดนะวิญญาณหรือก็ยันยงผ่าตัดจัดยังtớiหรือก็เมื่อเจ็ดเมนดัสะหรือก็วิริยะหัตถยวัตถุอันนั้นอาศัยแต่เลยยังเนี่ยหายเลยบอกจิตจัดหรือก็วิญญาณสัตว์นาได้ทลบลือวิญญาณฉะนั้นพระองค์สำนักจะต้องแต่วิญญาณสัตว์คลาได้ทลบลือรบเราอย่าซองไข่รบรอยกลับมาจังลือแต่ปีจัดพระองค์ก็สำนักจะต้องปีจัดโดยตั้งกระปุกตะมวยเตะบอกคือองทบมาตลอดกาดดังเนรอมบอกนะกาดดังเนรอมมาเพย์ปีคือจะต้องตระหนักวิวัยเจ้าปนเปลี่ยนนึกปราจะตกต่างลายปราจะตกต่างลายกาดังดอนปนเปลี่ยนนึกเลงปนเลงเมียนในกาเทอในกับเขาโคชกอนึกคือเลงเมียนในในกรอนตาจิกาสันมัดในขนมกาเอาได้อยู่มันไหนแต่เลยปนเปลี่ยนได้เมียนก้นได้เมียนก้นสำหรับมาพิบัยนั่นคือตัณหาขยะปนเปลี่ยนนั่นจะตีออกในตัณหาไอ้ตัณหานั่นเป็นเมียนเจ้าเนี่ยเดี๋ยวเป็นเมียนการมาตัณหนั่นคือสำนักโยบกได้เกิดในขนมกับนาการมาพุ่มดอกมวยจวนนรุปราดโสรกายทานมโนทานเตปราบมวยจวนเมียนชาตมหาริจกาตาปตังเจมีโตสัตนเมียปรณมตสัพไตจะกำเนิดในขนมการมาพุ่มนั่นเป็นทันในขนมการมาตัณหาเพราะนักการมาตัณหากาเคยรูปกาลือสำเลงกาทุ่มคลันต่างๆนั้นเป็นทัดโจในขนมการมาตัณหาให้สำหรับสัตว์นั้นในขนมกำเนิดรูปปรมเป็นเมียนเพวตัณหาให้สำหรับสัตว์ในเก้าในขนมกำเนิดอารูปปรมเมียนในวิเวตัณหาวิภเวตัณหาเพราะนั้นนั่นคืออภิเวตัณหาเมื่อการมาตัณหาภิเวตัณหานั่งภิเวตัณหาเปล่าอันนั้นคือต้องแต่นั่งตัณหาไปแต่ไตรแต่ตามภูมิเพราะนั้นแต่ตามภูมิแต่ตามกำเนิดได้สัตว์นั้นปฏิสันติในขนมตีหนึ่งสำหรับคนตีมาพิบูนในขนมคนในประเทศเปียนวิภเวะปนเปลี่ยนประจักษ์ไตรภพไอ้ไปพรำเวริเกะปนเปลี่ยนประจักษ์อริเกะกับไตรตระอาในโครงการมากรนั่งเลยเมียนเฮ้ยเอาไปแบบใบวิตมาวหะปนเปลี่ยนประจักษ์นมาวหะการมันดังกุนการมันสกอลปีดำไลปงมาได้บอกลุนเอง
ការមិនស្គាល់តម្លៃអំពីគុណនៃទានការមិនស្គាល់តម្លៃគុណអំពីសិលការមិនស្គាល់តម្លៃអំពីគុណនៃការភាវនាការមិនស្គាល់អំពីតម្លៃគុណនៃសិលការមិនស្គាល់តម្លៃអំពីគុណនៃសមាធិការមិនស្គាល់តម្លៃនៃគុណនៃបញ្ញាសម្រាប់ភិក្ខុសង្ឃលោកមានសិលសមាធិបញ្ញាសម្រាប់គរិយាមាននៅទានសិលភាវនាឲ្យតែអត់ស្គាល់គុណតម្លៃនឹងហើយអាហ្នឹងគឺមានន័យថាស្ថិតចូលនៅក្នុងមោហៈបងណាការមិនដឹងគុណទាំងអស់ហ្នឹងអញ្ចឹងប្រណិពាននោះលោកឲ្យតម្លៃទៅលើហ្នឹងការបរិច្ចាគទ្រព្យធនជាទានហ្នឹងបន្ទាប់តែដឹងអំពីតម្លៃនៃការឲ្យទានហ្នឹងវាបានអីមកវិញវាផលនៃការឲ្យទានហ្នឹងបានផ្ដល់អីមកវិញការទំនុំប្រងមេដាបៃតារបស់ខ្លួនឯងហ្នឹងបើសិនតែបកគោនឹងទៅជាបកគោសមាទិដ្ឋិអាហ្នឹងបានការឲ្យតម្លៃទៅលើឪពុកម្ដាយរបស់ខ្លួនឯងហ្នឹងមានតម្លៃស្មើនឹងព្រះអរហន្តតែបើថាមិនដឹងមិនស្គាល់អំពីតម្លៃនៃគុណនៃឪពុកម្ដាយហើយការចិញ្ចឹមបីបាច់ថែរក្សាហ្នឹងធម្មតាដូចបកគោដែលស្គាល់មាសអញ្ចឹងបកគោដែលស្គាល់មាសគឺឲ្យតម្លៃទៅលើមាសហើយសម្រាប់បកគោណាមិនស្គាល់មាសមិនសូវជាឲ្យតម្លៃទៅលើមាសទេជូបមាសហ្នឹងមិនស្គាល់ថាមាសបងបងនឹងដូចគ្នាការឧបមាបងសម្រាប់27គុណរបស់ព្រះនិព្វានគឺវិរោធៈព្រះនិព្វាននឹងរំលត់ទុក្ខទាំងពួងបងរំលត់ទុក្ខទាំងពួងហើយទុក្ខហ្នឹងដោយអាត្មាបានជម្រាបអញ្ចឹងវាមានចិត្តទុក្ខវាមានចរិយាទុក្ខវាមានជាតិទុក្ខវាមានមរណៈទុក្ខអញ្ចឹងទុក្ខមានច្រើនមែនទែនសម្រាប់ទុក្ខទាំង12កងហ្នឹងនៅក្នុងនោះមានទុក្ខពីខាងដើមដោយអាត្មាបានជម្រាបអញ្ចឹងចិត្តទុក្ខកើតមកហ្នឹងក៏មានទុក្ខហើយចរិយាទុក្ខការឈឺថ្កាត់ហ្នឹងក៏ទុក្ខការប្រែប្រួលសភាវៈរូបរាងកាយហ្នឹងចាស់ចរិយាហ្នឹងទ្រោមហ្នឹងក៏ជាទុក្ខការបាត់បង់ជីវិតហ្នឹងក៏ជាទុក្ខដែរខ្វល់ខ្វាយហ្នឹងហើយទុក្ខហ្នឹងគឺបដិខៈបានទៅដល់ទោសៈមូលចិត្តណាបងហ្នឹងគឺនៅក្នុងបរមត្ថធម៌បងហើយសម្រាប់28នៃគុណនៃព្រះនិព្វានអនិមិត្តព្រះនិព្វានมันមាននិមិត្តបងมันមានពណ៌มันមានក្លិនมันឃើញរូបជាដើមអញ្ចឹង29សន្តភិវៈព្រះនិព្វានជាសភាវៈរងាប់កិលេសពីខណ្ឌសន្តាននៃតែមួយទេយត្តពុទ្ធបរិស័ទអស់នៅអីអស់នៅលោភៈទោសៈមោហៈអលោភៈអទោសៈអមោហៈហ្នឹងអស់ហ្នឹងឯងបង30គឺអរសារកៈប្រណិពានហ្នឹងมันមានរសគឺតណ្ហាបងតណ្ហាហ្នឹងដូចបានជម្រាបប្រកេនពីខាងដើមបងណាអស់នៅកាមតណ្ហាភវៈតណ្ហានិងវិភវៈតណ្ហា31អបសាសញ្ចៈប្រណិពានលះបង់ចេញនៅសេចក្តីរីករាយនៃចិត្តទោះបីតែប្រព្រឹត្តនៅអំពើល្អក៏ដោយបុគ្គលដែលបានឃើញច្បាស់នៅព្រះនិព្វានហ្នឹងអត់រីករាយនៅក្នុងរឿងរ៉ាវទាំងអស់ហ្នឹងទេហើយក៏បន្តបំណោះនៅក្នុងរឿងរ៉ាវហ្នឹងដែរគឺចិត្តរបស់លោកគឺកិរិយាចិត្ត32ហ្នឹងគឺអមតៈព្រះនិព្វានហ្នឹងមិនចេះស្លាប់ប៉ុន្តែមិនចេះស្លាប់នេះគ្រាន់តែជាការឧបមាតម្លៃអំពីគុណនៃព្រះនិព្វានបងហើយសញ្យោគនៅក្នុងគុណនៃព្រះនិព្វានទាំង32ប្រការនេះជំរាបប្រកេនទៅដល់ពុទ្ធបរិស័ទគឺបុគ្គលដែលបានសម្រេចទៅជាព្រះអរហន្តឃើញច្បាស់អំពីព្រះនិព្វានបានពលត្រូវនៅព្រះនិព្វានលែងវិលកើតលែងស្លាប់ឧបមាដូចជាគ្រាប់ធញ្ញជាតិដែលអស់នៅជាតិជ័រអញ្ចឹងបងហើយធញ្ញជាតិខ្ញុំស្គាល់ហើយគ្រាប់ធញ្ញជាតិហ្នឹងគឺអស់នៅជាតិជ័រលែងបន្តកំណើតទៀតវាទៅជាធូលីទៅជាដីអញ្ចឹងទៅបងនៅក្នុងទ្រឹស្ដីនៃពុទ្ធសាសនារបស់យើងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងទៅលើផ្លូវនៃមគ្គបដិបទាអដ្ឋង្គិកមគ្គទាំង8សម្រាប់ឲ្យពុទ្ធបរិស័ទគណៈគុណចាស់ព្រះអង្គនិមន្តក៏ដូចជាការយាងអញ្ជើញដើរនៅក្នុងផ្លូវទាំង8ហ្នឹងសមាទិដ្ឋិសមាសង្កបោសមាវិជ្ជាសមាកមន្តោសមាជីវោសមាវិជ្ជាមោសមាសតិសមាសមាធិអង្គទាំង8ប្រការនេះបុគ្គលណាដែលបានដើរតាមនៅមគ្គបរិបទាអដ្ឋង្គិកមគ្គទាំង8ហើយរមែងបាននៅសេចក្តីសុខស្ថិតចូលនៅក្នុងមង្គលទាំងបច្ចុប្បន្នជាតិញោមក៏បានសុខការផ្លាស់នៅសបកកាយថ្មីនេះក៏បានសុខដែរប៉ុន្តែសូមអនុមោទនាជាកិច្ចបន្ទាប់សូមរដ្ឋដេរមុនលោកក្មួយទុនទេរៈដើម្បីសម្ដែង
នៅមង្គលសូត្របន្តទៀតណាហើយសូមនិមន្តណាសូមអនុមោទនាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាស្មារតីជីវិតសពកាលសូមនមស្ការចំពោះព្រះអង្គគ្រូធម្មរកតោមច្ឆលីដែលមានប្រវត្តិមាននៅក្នុងកម្មវិធីសច្ចធម្មទេសនៈក្នុងវេលាគ្រាឱកាសនេះនមស្ការចំពោះបកណាលោកម្ចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលតាមដានស្ដាប់ក្នុងកម្មវិធីសច្ចធម្មទេសនៈក្នុងវេលាគ្រាឱកាសនេះហើយក្នុងរាត្រីនេះគឺខ្ញុំគណៈអាត្មាភាពចូលរួមសម្ដែងតាក់ទងនឹងមង្គលសូត្រដែលព្រះអង្គប្រកាសសម្ដែងថាពុទ្ធាសលោកកថាមេហិចិត្តតាំងយសនកបតិចិត្តនៃបុគ្គលឯណាដែលលោកកធទាំងឡាយពាល់ត្រូវហើយនឹងមិនរំភើបញាប់ញ័រជាមង្គលដ៏ឧត្តមគឺចិត្តបុគ្គលឯណាដែលលោកកធទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រណាបុគ្គលឯណាហ្នឹងគឺសំដៅយកបុគ្គលទាំង4ពួកណាមានសោតាបត្តណាបុគ្គលជាសោតាបុគ្គលអនាគាសកទានិងព្រះអរហន្តណាចឹងគឺបុគ្គលទាំង4ពួកហ្នឹងណាលោករួចចាកណានៅលោកកធទាំងឡាយអស់ហើយណាគឺលោកអត់មានការញាប់ញ័រណាអត់មានការពេញចិត្តណាអត់មានការស្រឡាញ់ណាដោយបងគ្រូសម្ដែងហ្នឹងថាចិត្តរបស់អរិយបុគ្គលទាំងឡាយហ្នឹងជាកណ្ដាលណាជាអព្យាក្រឹតណាមិនជាកុសលមិនជាអកុសលមានន័យថាចិត្តរបស់លោកនឹងឈរនៅកណ្ដាលណាអព្យាកតាធម្មាមិនមែនណាចិត្តរបស់លោកគឺនៅកណ្ដាលមិនកុសលមិនអកុសលណាប្រៀបដូចតុលាការអញ្ចឹងណាតុលាការលោកឈរនៅកណ្ដាលណាអញ្ចឹងណាមិញចិត្តរបស់ណាព្រះអរហន្តក៏អញ្ចឹងដែរលោកមិនញាប់ញ័រក្នុងលោកធម៌ទាំង8ណាលោកធម៌ទាំង8ណាមានលៀបអត់លៀបមានយុះអត់យុះសរសើរនិន្ទាណាសុខនឹងទុក្ខទេណាចិត្តរបស់អរិយបុគ្គលទាំងឡាយហ្នឹងអត់មានណាញាប់ញ័រដោយលោកធម៌ទាំង8ទេមានន័យថាលោកមានប្រមាណណាលោកជ្រះថ្លាប៉ុណ្ណឹងហើយអ្វីដែលលោកមានហ្នឹងគឺណាលោកបរិច្ចាគទានក្នុងការធ្វើទានណាពេញចិត្តដែរពេញចិត្តក្នុងការធ្វើទាននេះសម្រាប់អរិយបុគ្គលណាដែលលោកជាណាជាកុហកណានិយាយទៅជាកុហកណាចិត្តរបស់លោកនឹងលោកអត់មានការថ្នាំងថ្នាក់ណាអត់មានការស្អប់អ្នកណាអីចឹងទេណាគឺលោកមិនញាប់ញ័រណានិយាយសម្រាប់ថាមិនត្រេកអរក្នុងលោកធម៌ទាំង8ហ្នឹងណាមានលៀបណាដូចអនាថបណ្ឌិកសិទ្ធិអញ្ចឹងណាពេលដែលលោកបាត់ទ្រព្យណាលោកអត់មានការសោកស្ដាយអីប៉ុណ្ណឹងទេអត់មានការសោកស្ដាយលោកធ្វើទានតាមមានតាមបាននឹងគឺចិត្តណាចិត្តសំដៅគឺការចិត្តអញ្ចឹងហើយព្រះអង្គប្រកាសសម្ដែងថាការមិនញាប់ញ័រហ្នឹងគឺណាជាមង្គលហើយសម្ដែងប្រាប់ណាពុទ្ធជនណាឲ្យរៀនទូមានចិត្តខ្លួនឯងហ្នឹងឲ្យដូចជាចិត្តរបស់ណាព្រះអរហន្តណាមិនញាប់ញ័រចំពោះការមានណាមានលៀបណាធម្មតាមនុស្សយើងតែមានលៀបណាគឺជាពុទ្ធជនណាតែងតែសប្បាយចិត្តណាមានបានរបស់នេះរបស់នោះបានច្រើនឬក៏ថាសពថ្ងៃអញ្ចឹងទៅបានទ្រព្យសម្បត្តិច្រើនអីចឹងទៅណាគឺសប្បាយចិត្តណាមិនថាញាតិញោមពុទ្ធបរិស័ទទេគឺសំបីតែប្រសង់ក៏អញ្ចឹងដែរណាកាលណាដែលមានលៀបអញ្ចឹងទៅគឺសប្បាយចិត្តហើយបើសិនជាអត់វិញគឺអត់សប្បាយចិត្តដូចគ្នាណាមែនតែអាលោកធម៌ហ្នឹងមិនមានសម្រាប់តែញាតិញោមពុទ្ធបរិស័ទណាគឺមានសម្រាប់បុគ្គលគ្រប់រូបណាឲ្យទៅជាពុទ្ធជនណានិយាយសាមញ្ញឲ្យទៅជាបុគ្គលជាពុទ្ធជនណាតែងតែមាននៅលោកធម៌ណាទាំង8ហ្នឹងណាព្រោះដូចជាការមានលៀបណាអត់លៀបណាកាលណាដែលអត់លៀបអញ្ចឹងទៅណាមិនថាអ្នកណាមិនថាអ្នកណីទេគឺណាមិនសប្បាយចិត្តណាតែងតែមានការថ្នាំងថ្នាក់ណាការចង្អៀតចិត្តណាការខូចចិត្តអីចឹងទៅតាក់ទងនឹងការហ្នឹងគឺអត់លៀបហើយមួយទៀតការមានយុះណាមានយុះមានគេឈ្មោះណា
គេឈ្មោះល្បីសោះសាយអីចឹងទៅណាបុណ្យស័ក្តិណាឬក៏ថាទូនីតិអីចឹងទៅណាគឺពេញចិត្តណាសម្រាប់ខ្លួនឯងណាថាមានទូនីតិអញ្ចេះណាមានបុណ្យស័ក្តិប៉ុណ្ណេះណាមានគេឈ្មោះល្បីសោះសាយចឹងទៅហ្នឹងគឺសប្បាយចិត្តហ្នឹងគឺសម្រាប់បុគ្គលជនហើយបើសិនជាយើងអត់មានណាចឹងហើយបានធម៌ទាំង8ហ្នឹងវាជាគូនឹងគ្នាណាមានលៀបអត់លៀបមានយួរណាអត់យួរគ្រាន់តែអត់មានយួរណាគឺខ្លួនឯងហ្នឹងមិនសប្បាយចិត្តណាគឺអញ្ចឹងណាចិត្តបុគ្គលជនគឺអញ្ចឹងតែងតែមានការមិនសប្បាយនិងការកើតទុក្ខអញ្ចឹងហើយមួយទី5នោះគឺការសរសើរណាបានការសរសើរពីណាសំណាក់ណាអ្នកណានៃមួយអញ្ចឹងទៅណាធ្វើអញ្ចេះធ្វើចុះទៅលោកសរសើរឧបមាថាការធ្វើទានណាថាកូននេះចេះធ្វើទានធ្វើនោះអីអញ្ចឹងទៅខិតខំសិក្សារៀនសូត្រណាប្រសងនេះលោកបានការសរសើរពីណាពីសំណាក់ណាថ្នាក់ដឹកនាំអញ្ចឹងទៅឬក៏ថាណាមន្ត្រីរាជការណាបានការសរសើរពីណាមន្ត្រីធំណាជាន់ខ្ពស់អីចឹងទៅលោកសរសើរអញ្ចឹងទៅណាចិត្តហ្នឹងគឺសប្បាយណាសប្បាយត្រេកអរគឺនឹងគឺចិត្តណាគឺចង់ឲ្យបានលោកធម៌ហ្នឹងគឺមានការសរសើរហ្នឹងហើយទី6នោះគឺការនិន្ទាណាការតេះដៀលណាការឈ្នានីសអ្នកណាមួយក៏មិនត្រូវការឈ្នានីសពីបុគ្គលឯណាមួយដែរតែតែចង់តែបានការសរសើរនឹងមួយតែប៉ុន្តែបើបានការសរសើរហើយណាត្រូវត្រៀមខ្លួនទទួលនឹងការណានិន្ទាណាការឈ្នានីសណាការត្រេះរិះការតេះដៀលណាពីសំណាក់ឯណាអ្នកណាឯមួយអញ្ចឹងទៅណាយើងត្រៀមទទួលទាំងអស់ហ្នឹងហើយទី7នោះគឺណាសុខគេនិយាយថាសេចក្តីសុខណាសុខទាំងកាយសុខទាំងចិត្តណាសុខកាយគឺបានការណាគេងណាលើអីពូកល្អអីចឹងទៅណាបានកន្លែងដែលត្រជាក់ណាម៉ាស៊ីនត្រជាក់ពណ៌ប៉ះកាយអញ្ចឹងទៅណានឹកឃើញថាហ្នឹងជាសេចក្តីសុខណាគឺសេចក្តីសុខណាកើតឡើងណាតាមផ្លូវកាយណាសុខតាមផ្លូវចិត្តបើយើងហៅថាសុបាយចិត្តណាមិនមានការកើនទុកអីផ្សេងអីចឹងហ្នឹងគឺណាសុទ្ធតែជាសេចក្តីសុខណាគឺសម្រាប់បុគ្គលជនយើងគឺមានអញ្ចឹងហើយទី8ចុងក្រោយនោះគឺណាគឺទុកណាសុខទុកណាគណៈដែលមានសេចក្តីសុខហើយមិនប្រកាសថាសុខរហូតទេណាដរាបណាមិនបានណាសម្រេចមគ្គផលណាសេចក្តីសុខហ្នឹងមិនកើតរហូតទេមិនមែនថាកើតសេចក្តីសុខណាតាំងពីតូចមករហូតស្លាប់ទៅវិញហ្នឹងសុទ្ធតែសុខទេធម្មពេលខ្លះទៅក្នុងដំណើរជីវិតដែលយើងណាកើតមកហើយស្លាប់ទៅវិញហ្នឹងវានៅអាកណ្ដាលជីវិតហ្នឹងវាពាក់ព័ន្ធនឹងរឿងនេះណាមិនសប្បាយចិត្តណាកើតទុករឿងនេះរឿងនោះអីចឹងទៅខ្វះទ្រព្យសម្បត្តិណាមានការខ្វះខាតខ្វះអីនោះចឹងទៅណាហ្នឹងគឺសុទ្ធតែជាណាសេចក្តីទុកណាសេចក្តីទុកហ្នឹងគឺណាទុកទាំងបច្ចុប្បន្នណាទុកទាំងពេលអនាគតគឺសេចក្តីទុកហ្នឹងអ្នកណាក៏មានដែរណាចឹងហើយបាននៅក្នុងណាសច្ចធម៌ណាមានទុក្ខសច្ចៈណាទុក្ខសច្ចៈអាការស្រឡាញ់ហ្នឹងក៏ជាទុក្ខដែរណាការស្រឡាញ់ការស្អប់ការបានរបស់នេះចង់បានរបស់នេះហើយមិនបានហ្នឹងក៏ជាទុក្ខដូចគ្នាណាទុក្ខបច្ចុប្បន្នណាទុក្ខយើងឃើញផ្ទាល់ភ្នែកណាយើងអត់អាចថាអ្នកណាមួយណារួចចាកផុតទុក្ខហ្នឹងអត់បានទេឲ្យតែជាបុគ្គលជនណាយើងអត់និយាយព្រះអរិយបុគ្គលទេនិយាយពីបុគ្គលជនណាអញ្ចឹងហើយបានលោកធម៌ទាំង8ហ្នឹងចិត្តរបស់អរិយបុគ្គលលោកអត់ញាប់ញ័រទេណាលោកអត់មានការពេញចិត្តណាលោកមានលៀបមានអីចង់ណាសរសើរណាអីក៏លោកណាអត់សប្បាយចិត្តណាអត់រីករាយណាចិត្តរបស់លោកជាអព្យាកតធម៌ណាអព្យាកតធម៌មានន័យថាចិត្តជាកណ្ដាលណាអ្នកណាសរសើរអីក៏សរសើរទៅណាលោកអត់សប្បាយចិត្តអត់មានការខ្វល់ខ្វាយថាទ្រព្យសម្បត្តិមានគឺមិនមានណាមានលៀបឬក៏មិនមានលៀបក៏អត់ទៅណាគឺលោកអត់មានណាការថ្នាំងថ្នាក់អញ្ចឹងការស្រឡាញ់ការពេញចិត្តអញ្ចឹងណាលោកអត់មានទេគឺសម្រាប់ណាអរិយបុគ្គលណាអញ្ចឹងឲ្យបានធម៌ហ្នឹងគឺសំដៅលើអរិយបុគ្គលប៉ុន្តែព្រះអង្គសម្ដែងឲ្យយើងហ្នឹងព្យាយាមណាទូមានចិត្តខ្លួនឯងណាឲ្យកុំឲ្យញាប់ញ័រក្នុងលោកធម៌ទាំងអស់ហ្នឹងណាព្រោះថាកាបានមកហើយវាណាតែងតែណារសាត់ទៅវិញរបាត់ទៅវិញអីចឹងទៅហ្នឹងគឺជាធម្មជាតិទេណាដែលលោកហៅថាមិនទៀងអនិច្ចំហ្នឹងណាក្នុងធម៌ព្រះអង្គសម្ដែងថាវាមិនទៀងទេណាកាលណាដែលបានមកហើយណា
កើតមកហើយចឹងទៅណាតែងតែស្លាប់ទៅវិញណាមិនមានអ្នកណាមួយនឹងជីវិតអមតៈអីនឹងក៏អត់ទេណាខំសន្សំរកថ្នាំមានគេមានទ្រព្យសម្បត្តិប៉ុណ្ណាអីក៏អត់មានការមានថាថិតថេរណាមួយជីវិតហ្នឹងក៏អត់ដែរណាគឺមានតែព្រះនិព្វានទេដូចបងណាលោកចាស់គ្រូសម្ដែងមកចឹងថាគុណសម្បត្តិរបស់ព្រះនិព្វាននោះគឺមិនមានការកើតណាហើយមិនមានការញាប់ញ័រក្នុងលោកធម៌ទាំង8ហ្នឹងហ្នឹងចឹងហើយបានញាតិញោមពុទ្ធបរិស័ទណាព្យាយាមណាទូមានចិត្តខ្លួនឯងអ្វីដែលសំខាន់នោះគឺការទូមានចិត្តនេះគឺសំខាន់មែនទែនសម្រាប់ណាមនុស្សយើងម្នាក់មិនថាប្រសង់មិនថាពុទ្ធបរិស័ទណាមិនថាសិស្សអីផ្សេងគឺសំខាន់លើការទូមានចិត្តណាអញ្ចឹងខ្ញុំគណៈអាត្មាភាពចូលរួមសម្ដែងតទៅនឹងណាចិត្តដែលទូមានណាមិនរញប់ញ័រក្នុងលោកធម៌ហ្នឹងមានប្រមាណប៉ុណ្ណេះមានការលើសលួសខ្វះខាតអីណាសូមណាព្រះអង្គគ្រូណានិមន្តបន្ថែមគណៈសូមអនុមោទនាគណៈសាធុអរគុណច្រើនហើយពុទ្ធបរិស័ទបានរៀបសម្ដាប់តតងទៅនឹងមង្គល35តតងទៅនឹងការមិនញាប់ញ័រនៅក្នុងលោកធម៌ទាំង8លោកធម៌ហ្នឹងគឺធម៌នៅក្នុងលោកលោកធម៌ធម៌នៅក្នុងលោកហ្នឹងបានទៅដល់អីលោកហ្នឹងបានទៅដល់ភ្នែកលោកភ្នែកលោកតិចលោកច្រមុះលោកអណ្ដាតលោកកាយលោកចិត្តលោកភ្នែកហ្នឹងញាតិញោមពុទ្ធបរិស័ទឃើញអញ្ចឹងទៅរីករាយទៅតោមនោះទៅលោកតិចហ្នឹងអទៅតោមនោះទៅលោកច្រមុះហ្នឹងធំក្លិនហ្នឹងអទៅតោមនោះទៅលោកអណ្ដាតហ្នឹងប៉ះពាល់ជាមួយនឹងឲ្យជារស់ហ្នឹងអទៅតោមនោះទៅលោកកាយហ្នឹងប៉ះទៅអទៅតុនអទៅតោមនោះទៅហើយលោកចិត្តហ្នឹងប៉ះជាមួយនឹងធម្មអារម្មណ៍អទៅតោមនោះទៅបាទហើយលោកភ្នែកលោកតិចលោកច្រមុះលោកអណ្ដាតលោកកាយយកទៅអាចស្ដាប់បានតែបើលោកចិត្តនេះចង្ការដេកឃើញនឹកឃើញគេធ្វើនិយាយស្ដីមិនសមរម្យពីមុនមកនឹកឃើញតោមនោះគេភ្លាមហ្នឹងទៅនឹកឃើញកូនចៅប្រុសស្រីហ្នឹងធ្វើទានអីជាមួយហ្នឹងធ្វើសេចក្តីល្អជាមួយហ្នឹងក៏សប្បាយរីករាយចឹងដែរទៅបាទចឹងចូលរួមប៉ុណ្ណឹងញាតិញោមពុទ្ធបរិស័ទហើយអាត្មានឹងបន្ថែមនៅរាត្រីថ្ងៃស្អែកក៏ប៉ុន្តែនៅក្នុងពេលនេះគឺឆ្លៀតនៅក្នុងការសម្ដែងចុងម៉ោងនេះក៏សូមធ្វើការថ្លែងអំណរអគុណដល់ជាជ្រៅចំពោះលោកឪទីព្រះអង្គគ្រូចតុកាវឌ្ឍនីក៏ដូចជាពុទ្ធបរិស័ទនៅខាងវត្តនីបងណាហើយបានចូលរួមឧបត្ថម្ភនៅក្នុងការបូជាពធទី1គឺឧបាសកបាសិកាឧបាសកភឿនឧបាសិកាសេនេននៅពោធិព្រឹកកើតចំនួន 3000 រៀលទីយកនាងភិប៉ុណ្ណាគឺចំនួន 2000 រៀលឧបាសិកានិមនៅពោធិព្រឹកកើត 3000 រៀលញោមហុងអូនប៉ុណ្ណាចំនួនរលផ្អែម 3000 រៀលឧបាសិកាប៉ុណ្ណាឧបាសិការនឧបាសិកាសវឿនពោធិព្រឹកចំនួន 4000 រៀលឧបាសកាយុននិងឧបាសិកាសរលផ្អែម 3000 រៀលឧបាសកមុកនឿនឧបាសកមុកនិងឧបាសិកានឿននៅភូមិរលផ្អែមចំនួន 3500 រៀលឧបាសកសានឧបាសិកាអាតភូមិពោធិព្រឹកកើតចំនួន 2500 រៀលលោកតាចននិងលោកយាយអូនប៉ុណ្ណេះនៅរលផ្អែមចំនួន 3000 រៀលឧបាសិកាសង្កុងនៅរលផ្អែមចំនួន 3000 រៀលទីយុតិជកាហនយុនភូមិតនីចំនួន 3000 រៀលឧបាសិកាសៀបនិងនៅភូមិរលផ្អែមចំនួន 2000 រៀលឧបាសកព្រាបញឹមឧបាសិកាកៅសឿនប៉ុណ្ណានៅរលផ្អែមញោមសរសេរចាំមកស្រួលអានតិចប៉ុណ្ណាចំនួន 10000 រៀលឧបាសកនូឡនឧបាសិកាហុងសយនៅរលផ្អែមចំនួន 20000 រៀលអ្នកស្រីអែមព្រមទាំងបុត្រនៅរលផ្អែមចំនួន 5000 រៀលលោកជប់នេះនិងអ្នកស្រីទូនទូចនៅរលផ្អែមចំនួន 5000 រៀល
លោកយងសំភ័រឬក៏ញោមយងសំភ័រនរោផ្អែមចំនួន 5,000 រៀលឧបាសិកាសឹមសួយបងណានរោផ្អែមចំនួន 5,000 រៀលញោមនៅខាងចំោះជើងវត្តនីហ្នឹងបងណាចំនួននរោផ្អែមចំនួន 5,000 រៀលឧបាសិកាកែវយ៉ាន់នរោផ្អែមចំនួន 5,000 រៀលឧបាសកពុំឧបាសិកាថារីបងណានរោនៅបរកាចំនួន 5,000 រៀលលោកយាយបងណាឧបាសិកាភេមូននៅបរកាចំនួន 5,000 រៀលលោកវឿនអ្នកស្រីរននៅបរកាចំនួន 5,000 រៀលឧបាសិកាញនៅបរកាចំនួន 5,000 រៀលលោកភៀបទូចនៅបរកាចំនួន 5,000 រៀលលោកផុននិងអ្នកស្រីភៀកព្រមទាំងបុត្រនៅបរកាចំនួន 5,000 រៀលឧបាសិកាហៈនៅបរកាចំនួន 3,000 រៀលឧបាសកប៉ាងមននិងឧបាសិកានុនលឹមនៅបរកាចំនួន 4,000 រៀលឧបាសិកាយ៉ែមបរកាចំនួន 2,000 រៀលឧបាសិកាគឹមបរកាចំនួន 5,000 រៀលនៅក្នុងនោះមានពុទ្ធបរិស័ទខាងច្រករំដេងបូជាពធបងណាមានញោមមិនបូរាច្រករំដេងលើចំនួន 20,000 រៀលផិនឆាន់បងណាចំនួន 5,000 រៀលក៏សូមធ្វើការថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅសទ្ធាចិត្តពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់បងនៅក្នុងស្រុកក្រៅស្រុកមានការចូលរួមឧបត្ថម្ភគ្រប់គ្រងនៅក្នុងកម្មវិធីសច្ចធម្មទេសនាក៏ដូចជាការគ្រប់គ្រងប្រសង់បើកសាលាពុទ្ធកៈនៅក្នុងទីរមដ្ឋាននេះចិត្តញោមជ្រះថ្លាសូមប្រសិទ្ធពរជ័យស្រីសួស្តីបរិសុខគ្រប់ប្រការគណៈគ្រប់ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមឧបត្ថម្ភគ្រប់បែបយ៉ាងហើយនឹងពុទ្ធបរិស័ទបានស្ដាប់រីករាយសន្តាប់នៅក្នុងកម្មវិធីសច្ចធម្មទេសនានេះសូមឲ្យបានជួបនៅសេចក្តីសុខឯចម្រើនយោងទៅតាមកម្មវិធីមានការកំណត់ខ្ញុំប្រកាសណាទាំងពីរព្រះអង្គសូមនមស្ការលានិងចម្រើនពរលា